ជាបរិបទដែលរស់នៅក្នុងសង្កាត់ស្វាយប៉ោទាំងអស់ជាទីគោរពបាទថ្ងៃនេះខ្ញុំចង់ជូនដំណឹងពីការចែកលិខិតអញ្ជើញសម្រាប់ការពិនិត្យចុះឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2025ដែលបានព័ត៌មានដែលតាមបណ្ដាសង្កាត់មួយគាត់បានចុះអនុវត្តហើយចែកដល់ជាបរិបទជារៀងរាល់ឆ្នាំអញ្ចឹងឆ្នាំនេះខុសប្លែកត្រង់ថាជាបរិបទយើងដែលកើតដែលចុះឈ្មោះចាប់ពីឆ្នាំ2016មកអញ្ចឹងគាត់ត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញបច្ចុប្បន្នភាពនោះគឺយើងត្រូវមកចុះឈ្មោះនិងពិនិត្យចុះឈ្មោះនិងពិនិត្យកិច្ចការដៃឡើងវិញអញ្ចឹងការពិនិត្យហ្នឹងចាប់ពីថ្ងៃទី1ខែឧសភាឆ្នាំ2025នេះតទៅបាទអញ្ចឹងបងប្អូនដែលមានបានព័ត៌មានដែលតាមបណ្ដាសង្កាត់ទៅតាមភូមិដែលគាត់បានចុះចែកឲ្យហ្នឹងសូមពិនិត្យមើលនៅលើបានហ្នឹងជាក់ស្ដែងដូចជានៅក្នុងរូបដែលខ្ញុំបង្ហាញនេះអញ្ចឹងរូបទី1ដូចខ្ញុំបានធ្វើការបង្ហាញអញ្ចឹងដែលមានលិខិតអញ្ជើញហ្នឹងទី1ដែលខ្ញុំបាន highlight នេះគឺដើម្បីចុះធ្វើបច្ចុប្បន្នភាពអញ្ចឹងជាបរិបទណាដែលមានកន្លែងនេះគេឲ្យធ្វើបច្ចុប្បន្នភាពហ្នឹងអញ្ចឹងបងប្អូនអាចមកធ្វើបច្ចុប្បន្នភាពបានអញ្ចឹងគេដាក់នៅក្នុងហ្នឹងហើយសម្រាប់ទី2បានន័យថាគាត់មិនចាំបាច់មកធ្វើទេដោយសារតែគាត់បានចុះថ្មីអញ្ចឹងនៅកន្លែងនេះគេអត់មានដាក់អីទេធ្វើបច្ចុប្បន្នភាពអីទេអញ្ចឹងបងប្អូនដែលមានបាននេះជួយមើលនិងជួយឲ្យចែករំលែកដល់បងប្អូនឬក៏ជាបរិបទផ្សេងៗទៀតដែលគាត់បានដឹងផងបាទជាក់ស្ដែងបើសិនជាបងប្អូនឬក៏ជាបរិវត្តយើងមិនបានយល់ឬក៏យ៉ាងណាសូមអញ្ជើញតាក់ទងទៅខាងភូមិឬក៏អាជ្ញាធរឬក៏អ្នកដែលពាក់ព័ន្ធដែលមកដឹកសង្កាត់អាចមកសួរនាំគាត់បាននៅសង្កាត់បាទជាក់ស្ដែងដោយពួកខ្ញុំបានចុះចែកអញ្ចឹងជាបរិវត្តដែលពួកខ្ញុំបានចុះចែកហ្នឹងប្រហែលគ្រួសារដែលខ្ញុំចុះចែកបានវត្តនេះដែលខ្ញុំបានបង្ហាញនេះគឺខ្ញុំបានជម្រាបគាត់តាមហ្នឹងតែជាក់ស្ដែងពីច្រើនដែលគាត់មិនបានយល់នោះសូមមេត្តាសាកសួរមានច្បាស់ដើម្បីយើងបានមកចុះឈ្មោះមកឆ្នោតបានរបស់គ្នាសម្រាប់ឆ្នាំ2025នេះបាទខ្ញុំណាងសង្កាត់ស្វាយប៉ោសូមជម្រាបលាសូមអរគុណ